ស្ទឹងត្រែងរតនគិរីនាំមុខគេចំណែកឯភ្នំពេញកែបបៃលិនគ្មានភ្លើងឆេះព្រៃសូម្បីតែម្ដងស្ដាប់ច្រឡំឬក៏យ៉ាងម៉េចបងប្អូនអរគ្នាជួយស្ដាប់ជាមួយគ្នាមើលភ្នំពេញអត់មានឆេះទេឆេះព្រៃហ្នឹងវា647កន្លែងជុំវិញប្រទេសបាទជាខែចែកអញ្ចឹងបងប្អូនអរគ្នាប្រយ័ត្នប្រយែងមែនទែនដោយសារតែខែនេះក្តៅខ្លាំងណាស់ឆ្នាំមុននោះក្តៅរហូតដល់បំបែកកំណត់ត្រាហើយឆ្នាំនេះមិនដឹងថាក្តៅដូចឆ្នាំមុនទៀតដែរឬទេប៉ុន្តែការឆេះព្រៃនេះគឺជាសញ្ញានៃការបញ្ជាក់ថាវាក្តៅខ្លាំងឆ្នាំនេះប៉ុន្តែអ្វីខ្ញុំចាប់អារម្មណ៍ក្រសួងបញ្ជាក់ថាអត់ឆេះទេភ្នំពេញប្រហែលជាគាត់ច្រឡំឬក៏យ៉ាងម៉េចប៉ុន្តែអានេះជាក្រសួងមួយទាំងមូលធ្វើសេចក្តីរាយការណ៍អញ្ចឹងវាដូចអត់ទំនោរឥឡូវជួយស្ដាប់ទាំងអស់គ្នាមើលក្រសួងបរិស្ថានប្រកាសថាក្នុងរយៈពេល7ថ្ងៃចុងក្រោយនេះមានភ្លើងឆេះព្រៃសរុបបានកើតមានឡើងចំនួន647ករណីសឹងតែទូទាំងប្រទេសលើកលែងតែរាជធានីភ្នំពេញនិងខេត្តចំនួន2ប៉ុណ្ណោះបាទគាត់និយាយថាភ្នំពេញអត់ឆេះមែនណាភ្នំពេញអត់មានឆេះព្រៃទេភ្នំពេញមានព្រៃណាឆេះភ្នំពេញបើឆេះមិនឆេះរោងចក្រហើយឆេះក្លឹបអាហ្នឹងមែនរោងចក្រនិងក្លឹបអាហ្នឹងឆេះមែនតែព្រៃអត់មានឆេះទេអូខេប៉ុន្តែនៅខេត្តមួយចំនួនហ្នឹងតិចទៀតក៏អស់ព្រៃឆេះដែរសល់តែស្មៅទេកាប់យ៉ាងនេះហើយ10ឆ្នាំទៀតខេត្តផ្សេងៗហ្នឹងក៏លែងឆេះដែរកុំថាឡើយភ្នំពេញ